សម្រាប់ម៉ូតូ Today ដែលយើងតដាក់បំពាក់ជាមួយគុជដែលមានប្រមាណពណ៌បាទច្រើនពណ៌នេះដែលមានភាពស្រស់ស្អាតនេះគេយើងតដូចដែរហើយគេកុំភ្លេចជួយ like ជួយ subscribe នឹងមួយផងបងប្អូនដែលជាជាងចំនួនក្រោយបាទដែលស្វែងរកចំណេះដឹងបន្ថែមអូខេអញ្ចឹងមកក្រោយសូមជួយ like ជួយ subscribe នេះមួយដើម្បីទទួលបានវីដេអូថ្មីនៅពេលដែលខ្ញុំចែកចម្លែកចំណេះដឹងក្នុង YouTube ទៅវានឹង alert ចូលទូរស័ព្ទឲ្យបងប្អូនដល់ស្វ័យប្រវត្តិអូខេអរគុណជួបគ្នាឱកាសក្រោយបាយបាយអូនយកម៉ូតូមកហ្នឹងមិនបានចង់ដាក់ភ្លើងនឹងមួយដែរឃើញមិត្តភក្តិដាក់លុយហ៎ឃើញមិត្តភក្តិដាក់លុយឃើញមិត្តភក្តិស្អាតទេហើយដាក់ទៅដើម្បីឲ្យភ្លឺផ្លូវជិះនៅពេលយប់ដើម្បីយើងរងថ្ងៃរៀនគួរពេលល្ងាចផងឯងជួនកាលមកផ្ទះអាចយប់ដែរងឹតណាមកផ្ទះល្ងឹតអត់មកល្ងឹតម៉ោង 7 អញ្ចឹងហ៎បាទហើយយើងដាក់ភ្លើងដើម្បីអីដើម្បីភ្លឺផ្លូវអូដើម្បីឲ្យភ្លឺផ្លូវស្រួលណាបាទហើយនឹងមើលទៅឃើញសកម្មភាពស្អាតណាបាទតែដាក់ហ្នឹងមិនមែនចង់ឲ្យភ្លឺផ្លូវចាំងភ្នែកគេទេមែនទេបាទដាក់ដើម្បីឲ្យថាមើលផ្លូវស្រួលពេលចេញពីរៀនគួរមកមែនអត់បាទអញ្ចឹងមកកន្លែងហ្នឹងឃើញអញ្ចឹងស្អាតអត់ស្អាតមើលបើកសមើលបើកក្នុងតាមើលគេឃើញភ្លើងនេះស្អាតអត់មើលឃើញនេះមើលឃើញស្អាតអត់លិតឈប់មើលស្អាតឃើញស្អាតហ៎អូខេអញ្ចឹងប៉ុណ្្នឹងហើយអញ្ចឹងសម្រាប់ភ្លើងនេះពេលណៃប្រើទៅកន្លែងណាមានបញ្ហាមិនស្រួលចាំមកពូណាពូរៀបចំឲ្យទៀតណាបាទអូខេអញ្ចឹងអរគុណណាបាយបាយអូខេអញ្ចឹងនេះគឺបច្ចេកទេសក្នុងការតខ្សែភ្លើងអញ្ចឹងនេះគឺជាកុងតាក់យើងប្រើជាមួយកុងតាក់3តង់នេះហ្នឹងហើយនេះគឺកុងតាក់3តង់ដែលយើងតហើយសូមបញ្ជាក់ណាខ្សែកុងតាក់នេះគឺជាខ្សែកុងតាក់នេះខ្សែកុងតាក់វាមានពីនេះមករហូតដល់នេះខ្សែវាខ្សែណាអញ្ចឹងសូមបញ្ជាក់បងប្អូនបាទខ្សែមអស័យនេះវាមាន3ចំណុចដែលត្រូវតបើយើងតខុសគឺអត់ភ្លឺទេការភ្លឺមួយអត់មួយអញ្ចឹងសូមបញ្ជាក់ណាខ្សែកុងតាក់3នេះគឺខ្សែវាមាន3ខ្សែទី1ខ្សែពណ៌ក្រហមហ្នឹងក៏យើងតចូលបាទនេះខ្សែពណ៌ខ្មៅនេះឃើញទេនេះអាក្រហមនេះណាអាក្រហមនេះតចូលអាខ្មៅនេះអានេះគេហៅថាភ្លើងបើកសោកាលណាយើងបើកសោមកភ្លើងអាគុយវារត់ចេញពីអាគុយមកគឺខ្សែពណ៌ក្រហមដល់ពេលយើងបើកជាសោវាម្លែងចេញជាខ្សែពណ៌ខ្មៅដើម្បីឲ្យភ្លើងចែកចាយគ្រប់តួម៉ូតូទាំងអស់អញ្ចឹងសម្រាប់កុងតាក់3នេះកុងតាក់3តង់នេះដែលមានខ្សែ3ស័យខ្សែពណ៌ក្រហមនេះគឺយើងតចូលអាខ្សែខ្មៅណានេះខ្សែខ្មៅដែលខ្ញុំថតនេះណាដែលបងថតនេះអូខេបន្តមកទៀតទៅសល់2ស័យគឺយើងចូលមកនឹងដូចនេះចូលមកក្នុងអំពូលភ្លើងនេះណាភ្លើងគុជនេះអញ្ចឹងខ្សែ2ស័យហ្នឹងយើងតមួយណាក៏បានដែរអា2នេះណាអូខេ2នេះយើងតយកអានេះតជាមួយអាក្រហមអាលឿងក៏បានយកអាខ្មៅនេះតជាមួយអាក្រហមក៏បានដែរត្រឡប់នេះចឡើងបានទាំងអស់អត់អីទេលើកលែងតែនេះមួយទេបើសិនជាយើងត្រឡប់យកអានេះមកតទៅនេះវិញយកអាក្រហមនេះមកតចូលឌុយគុជហើយយកអាខ្សែផ្សេងទៅតជាមួយខ្សែសគឺអត់ត្រូវទេវាភ្លឺទៅមួយអត់មួយអញ្ចឹងណាគេតោះបើកមើលយើងបើកមើលអូខេអញ្ចឹងនេះគឺយើងតហើយអូខេនេះអូខេនេះយើងបើកដឺមីកុងតាក់តង់ទី1គឺយើងបើកមកចេញដឺមីអូខេចុចមកតង់ទៀតអូខេចុចមកតង់ទៀតអូខេតង់ទៀតតទៀតអូខេតទៀតអូខេតទៀតគឺយើងព្យាយាមចុចចុះឡើងអញ្ចឹងគឺវានឹងចេញភ្លើងអ្វីដែលចង់បានអូខេអញ្ចឹងសម្រាប់ម៉ូតូ Today ដែលយើងតដាក់បំពាក់ជាមួយគុជដែលមានប្រមាណពណ៌បាទច្រើនពណ៌នេះដែលមានភាពស្រស់ស្អាតនេះគេយើងតដូចដែរហើយអូខេកុំភ្លេចជួយ like ជួយ subscribe នឹងមួយផងបងប្អូនដែលជាជាងចំនួនក្រោយបាទដែលស្វែងរកចំណេះដឹងបន្ថែមអូខេអញ្ចឹងមកក្រោយសូមជួយ like ជួយ subscribe នេះមួយដើម្បីទទួលបានវីដេអូថ្មីនៅពេលដែលខ្ញុំចែកចម្លែកចំណេះដឹងក្នុង YouTube ទៅវានឹង alert ចូលទូរស័ព្ទឲ្យបងប្អូនដល់ស្វ័យប្រវត្តិអូខេអរគុណជួបគ្នាឱកាសក្រោយបាយបាយ